សួស្តីបងនេះជាវីដេអូបង្ហាញតាក់ទងជាមួយនឹងម៉ោងសេរីម៉ោងទៅលើឡានត្រាតារីបងអញ្ចឹងឡានត្រាតារីបើសិនជាបងដើរខុសចាក់ស្ដែងនៅក្នុងវីដេអូហ្នឹងអញ្ចឹងបងអាចចុចទៅកាន់នីតិ1នេះមានប៊ូតុងម៉នុយមួយហ្នឹងបងចុចមកចូលពាក្យថា setting control ទៅពេលដែល setting control វាលុបបាត់ទៅចាំបងចុចខាងនេះមួយណាក៏បានដែរដូចគ្នាទេគ្រាន់ថាហើយសម្រាប់ point ដែលយើង direction ចង់ទៅខាងណាអញ្ចឹងណាតោះបងចុចរហូតយកពាក្យថា setting ចុច OK បងចុចកណ្ដាលនេះតោះបងចុចឃើញពាក្យថា time setting អញ្ចឹងសម្រាប់នៅលើ time setting នៅលើ directory នៅលើ IPC ហ្នឹងកុំព្យូទ័រហ្នឹងវា20គឺ format វា24ម៉ោងប៉ុន្តែមកនៅលើ display នេះវាអាចឡើងដល់វាអាចសេរី12ម៉ោងក៏បាន24ម៉ោងក៏បានដែរមានន័យថា PM AM ឬក៏24ម៉ោងអូតូ24ម៉ោងអញ្ចឹងណាបងអញ្ចឹងចំពោះសេរីម៉ោងដូចគ្នាចឹងដើម្បីបងចូលទៅ access ម៉ោងសេរីបងចុចនេះមួយទៀតចុច OK មកយក time set យក time clock setting ដល់មកឲ្យសេរីម៉ោងបានហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងខាងនេះវា24ម៉ោងអញ្ចឹងដូចយ៉ាងហ្នឹងអញ្ចឹងវាម៉ោង8:45អញ្ចឹងបងសេរីម៉ោង8:45មក8:45នាទីនេះដល់ពេលយើងសេរីឡើងចូលសេរីដល់នេះមានវេលាមានសេរីដែរបងអញ្ចឹង45ដល់46ខ្ញុំដាក់46វិញតោះមកមានថ្ងៃខែអញ្ចឹងថ្ងៃខែបងដូចគ្នាបងសេរីតាមខ្ញុំនេះធ្វើខ្ញុំតែខ្ញុំធ្វើមើលហ្នឹងទៅ2025ខែ7ថ្ងៃទី8ថ្ងៃទី8បងជិះ OK ឡើងនេះអញ្ចឹងរួចរាល់ហើយពាក់ព័ន្ធមកបងអញ្ចឹងនៅលើនេះក៏ដាក់ទៅនៅនេះក៏ដាក់ទៅវិញដែរអញ្ចឹងបងបែរមកវិញបងចុចឡើងនេះមកប៊ូតុងនេះមកចុចយកពាក្យថា driver information ចុច OK មកទៅមកទីតាំងដើមវិញខ្ញុំអរគុណច្រើនបង